បងសូមជួបជូនស្នេហ៍មរណាបងសូមជួបជូនស្នេហ៍មរណាក្នុងដួងចិត្តស្រីនៃក្តីស្នេហ៍ម៉ាវីប៉ាវីអូផ្ការីស្អាតណាស់អូនប្រសពថែទាំផ្កាណា អរគុណហើយដែលបានសរសើរនោះ ណែអូនមានដឹងរឿងស្អីដែរឬអត់ហ្នឹង រឿងអីប៉ាវី គឺរឿងក្មួយបុតហ្នឹងណា បាត់មានរឿងអីទេ ឮថាដោយសារតែរឿងបុតស្រឡាញ់ស្រីស្រុកស្រែម្នាក់ត្រូវឪពុកនិងបងប្រុសកាត់ឈ្មោះចេញពីបញ្ជីមរតកបាត់ទៅហើយ ព្រះអើយមានរឿងធំដុំដល់ថ្នាក់នេះផងហ៎ហើយចាប់បុតគិតយ៉ាងម៉េចទៅបង បងក៏មិនដឹងដែរ គឺមានតែវិធីមួយគត់ដែលអាចឲ្យបុតទទួលគេមរតកមកវិញបាន អូនមានវិធីស្អីទៅ គឺអញ្ចេះគឺឲ្យក្មួយបុតត្រឡប់មករកមេរដីវិញទៅពេលចាប់បាត់ទៅហើយ បើមកតែសម្បកខ្លួនហើយចិត្តរបស់គេនៅជាមួយនឹងនារីស្រុកស្រែម្នាក់នោះតើគេមកមានប្រយោជន៍ស្អីទៅបងនេះណាខ្លាចតែមេរដីកូនរបស់យើងឈឺចាប់ខ្លាំងជាងមុនទៀតទេ គឺអញ្ចេះណាក់បងសម័យនេះទៅហើយស្នេហ៍វាមិនឈ្នះស្និទ្ធទេបើប្រៀបធៀបកូនស្រីយើងនឹងនាងម្នាក់នោះខ្ញុំគិតថាកូនយើងមានប្រៀបជាងច្រើនណាស់ទាំងទ្រព្យសម្បត្តិទាំងចរិយាចំណេះវិជ្ជាគឺមេរដីកូនយើងមានគ្រប់បែបយ៉ាងទាំងអស់ ណែអូនព្រោះតែវាមានចំណេះបែបនេះទើបចរិតកូនរបស់យើងនេះវាមិនដែលត្រូវនរណាសោះក្រែងអូននេះស្គាល់ចរិតកូនច្រើនជាងបងណាស់តើហ៎ សម្រាប់ចិត្តរួចហើយម៉ែណែ បងមិនយល់សោះវ៉ាន់នេះហេតុអីក៏អូនដូចជាបង្ខំបងម្លេះ ទីបំផុតហេតុការណ៍នោះវាត្រូវតែមកដល់អូនដឹងថាបងសម្រាប់ចិត្តរួចហើយគ្រាន់តែបងមិនតន់ហ៊ាននិយាយប្រាប់អូនមែនទេវ៉ាន់នេះ ការសម្រេចចិត្តនោះ
គឺជាការត្រឹមត្រូវបំផុតបើជាអូនក៏អូនធ្វើដូចបងដែរបងបនអូនសប្បាយចិត្តណាស់ដែលឃើញបងជ្រើសរើសផ្លូវនេះចុះខ្លួនអូនគិតចាំម៉េចបងបារម្ភពីអូនណាបងកុំគិតពីអូនអីអូនធ្លាប់លំបាកតាំងពីក្មេងមកម្លេះទោះលំបាកថែមទៀតក៏មិនអីដែរបងកុំគិតច្រើនពេកយើងនៅជាមិត្តនឹងគ្នាតែបងនឹងមេរដីទៅផ្សំគ្នាទាំងរូបសម្បត្តិទាំងឋានៈទាំងចំណេះដឹងទាំងទ្រព្យសម្បត្តិអូនគិតថាថ្ងៃមុខបងច្បាស់ជាមានសុភមង្គលជាងរស់នៅជាមួយអូនទៅទៀតចុះចំណាយអូនគិតយ៉ាងណាទៅថ្ងៃអនាគតនោះអូននឹងរស់នៅដោយការពីមុនដោយការដែលអូនមិនតន់ស្គាល់បងអញ្ចឹងអូនជានារីម្នាក់រឹងប៉ឹងណាស់វ៉ានីបងសូមសរសើរអូនដោយស្មោះថាអូនជានារីដែលប្រកបទៅដោយពលភាពចំពោះបងអ្វីបើបងសម្រេចចិត្តយ៉ាងណាក៏ដោយក៏បងមិនទុកឲ្យអូនលំបាកដែរបងនឹងជួយភ្ជុងផ្ដើមអូនបងសូមជួបជូនស្នេហ៍មរណាបងសូមជួបជូនស្នេហ៍មរណាអូនអាចបន្តរស់នៅផ្ទះនេះបងនឹងប្រគល់ឲ្យអូនឬក៏អូនចង់រងចាំផ្ទះផ្សេងទៀតក៏បានដែរចំពោះលុយកាក់បងនឹងផ្គត់ផ្គង់អូនជារៀងរាល់ខែរស់នៅលើផ្ទះនេះតទៅទៀតបានទេព្រោះបើអូនរស់នៅផ្ទះនេះទៀតអូននឹងឈួតដោយសារអនុស្សាវរីយ៍ជាមិនខានបងមិនបាច់ខ្វល់ពីអូនច្រើនពេកទេអូននឹងវិលទៅស្រុកអូនវិញតែរស់នៅជាមួយឪពុកម្ដាយអូនដែលចាស់ជរាចំណែកលុយកាក់បងឲ្យអូនបន្តិចបន្តួចទៅបានហើយព្រោះអូនស្រឡាញ់ស្រែចម្ការភូមិកំណើតនិងគ្រួសាររបស់អូនខ្លាំងណាស់ពេលអូនឃើញបងរុងរឿងបងមានបានបងមានសេចក្តីសុខអូនសប្បាយចិត្តណាស់ទៅហើយបងមិនបាច់គិតអីពីអូនច្រើនពេកទេស្រេចតើអូនចុះបងតម្រូវតាមចិត្តអូនជានិញហើយអូនទៅថ្ងៃណាដែរកុំភ្លេចផ្ដល់ដំណឹងឲ្យបងផងឬទេបងផ្លាស់សម្លៀកបំពាក់មួយទឹកញ៉ាំបាយសិនទៅអូនបានធ្វើម្ហូបដែលបងចូលចិត្តញ៉ាំបំផុតហើយល្ងាចនេះយើងញ៉ាំបាយជាមួយគ្នាជាលើកចុងក្រោយ
អូល្ងាចនេះបងមិនអាចញ៉ាំបាយជាមួយអូនបានទេព្រោះបងមានណាត់ជាមួយមេរដីជាពិសេសនៅឯសណ្ឋាគារកម្ពុជាយ៉ាណាឯណោះពេលនេះប្រហែលជាគេកំពុងទៅរងចាំបងឲ្យមើលទៅបងនៅក្បែរនាងបងមានសេចក្តីសុខទេ អស្ចារ្យណាស់មេរដីឆ្លាតហើយប្រសពធ្នមចិត្តបងណា អូនឃើញបងអញ្ចឹងអូនសប្បាយចិត្តណាស់អញ្ចឹងបងទៅចុះកុំឲ្យគេចាំបងយូរគេតែសាស្លាប់ហើយ អូខេកុំឲ្យគេចាំបងយូរណា សងចិនលៀងបងគ្រប់យ៉ាងតាមចិត្ត វ៉ានី ពុំងាយ បងទៅណា ទីម បាយបាយ ចាទៅចុងជីវ៉ាអូនសូមជូនពរ បងដាច់ចិត្តណាស់សប្បាយតែបាញ់ទៅពេលចុងក្រោយក៏បងមិននៅដែរ ស្នេហ៍មានន័យធំធេងអង្ចាបើសិនបានស្គាល់កាលណារំជួយអរ៉ាភ្លេចអងអ្វីជាក្តីស្នេហ៍ពិតដិតដាមពេញហារតីពេលបានជួបថ្លៃទ្វាបេងដងស្រីចាំទទួលបងដូចព្រះច័ន្ទខ្ពង់ហួហត្ថថាចន្លេនអូនសូមប្រាថ្នាចង់រួមវាសនាស្មោះជាគូក្រងតែអូនបានជួបត្រឹមតែស្រមោលបងម៉ែនងបនសងសូមព្រៀងច័ន្ទបងបនទៀបកាយាអូនសែនមេត្រីតែរួមប្រថ្លៃស្នេហ៍ពេញបេះដូងទូខំបំណងអូននៅតែផ្សងសុំជុំគ្រប់ជាតិជាគូដែលមិនប្រត់ឃ្លាតជាគូគ្រប់ជាតិកុំឃ្លានកុំឃ្លាស្នេហ៍បងជាម្ចាស់បេងដូងស្រីស្នេហ៍យើងប្រែគ្នានិស័យអូនស្លុតស្មារតីអូនស៊ូក្រំគ្រីសងចិនលៀងបងគ្រប់យ៉ាងតាមចិត្តពុំងាយ ចូលមក អូលោកអ៊ំក្មួយជំរាបសួរ ជំរាបសួ អូ រ លោកដៃថ្វាយផ្ទះក្មួយមកអង្គុយលេងសិន បាទអរគុណលោកអ៊ំ អង្គុយមកណា អ៊ំសុខសប្បាយទេ អូមិនអីទេអ៊ំសុខសប្បាយទេណា លោកអ៊ំនៅផ្ទះម្នាក់ឯងទេអី នឹងហើយកូនលីនទើបចេញទៅមុននេះឯង អូអញ្ចឹងបាត់ជាស្ងាត់អ៊ំ ចាំមកផ្លិតណាចាំអ៊ំទៅយកទឹកមកឲ្យញ៉ាំណា មិនបាច់ទេអ៊ំអរគុណហើយ អញ្ចឹងហ៎ ចាពួកខ្ញុំចូលមកស្មានដែរស្មានតែលោកអ៊ំមិននៅទេហើយសុខភាពលោកអ៊ំយ៉ាងម៉េចដែរ អូអ៊ំឥឡូវបានជាសះស្បើយហើយក្មួយអើយណែនិយាយអញ្ចឹងណែប៉ាម៉ាក់ក្មួយនោះសុខសប្បាយជាទេហ៎ ចាពួកគាត់សុខសប្បាយហើយគាត់ផ្ដាំសួរសុខទុក្ខលោកអ៊ំផង អូអញ្ចឹងហ៎ ចា ណែអរគុណហើយណា ចាអ៊ំ ណែនិយាយអញ្ចឹងសពលហើយយ៉ាងម៉េចទៅដំណើរការងារនោះដល់ណាហើយ អូមិនអីទេលោកអ៊ំដោយសារតែបានការប្រោះប្រណីពីលោកអ៊ំនិងលោកវីកែនក្មួយបានខំប្រឹងប្រែងធ្វើការងារបានរីកចម្រើនច្រើនណាស់
ក្មួយសូមអរគុណលោកអ៊ំច្រើន អើ បងសូមជួបជូនស្នេហ៍មរណាបងសូមជួបជូនស្នេហ៍មរណា កូនកែនក៏ឧស្សាហ៍និយាយសរសើរពីសពលឯងនឹងប្រាប់អ៊ំដែរ ថាសពលឯងនោះឧស្សាហ៍ព្យាយាមធ្វើការណាស់រហូតដល់ធ្វើឲ្យចំណូលក្រុមហ៊ុនហ្នឹងបានកើនឡើងជាងមុន អរគុណច្រើនលោកអ៊ំ ណែនិយាយអញ្ចឹងថ្ងៃនេះក្មួយទាំងពីរមកផ្ទះអ៊ំនឹងមានកាយដែរឬមួយក៏មកលេងធម្មតាទេ អឺ កុំអី ចាលោកអ៊ំខ្ញុំមកជួបលោកអ៊ំថ្ងៃនេះពិតជាមានការពិសេសដែលត្រូវពិភាក្សាជាមួយលោកអ៊ំមែនតែសូមលោកអ៊ំបេតាអធិស្ឋានផងចាស់បើសិនជាពួកខ្ញុំនិយាយទៅមានការខុសឆ្គង ការពិសេស ចាលោកអ៊ំ និយាយទៅអ៊ំចាំស្ដាប់ ចាចេះតែ តាមពិតទៅអ៊ំខ្ញុំចង់និយាយរឿងរបស់បុត្រនឹងវ៉ានី បុតនឹងវ៉ានីហ៎ បាទ មិនអីទេអ៊ំនឹងធ្វើរឿងនេះឲ្យបានល្អកុំបារម្ភអីណាក្មួយណាហើយបើសិនយ៉ាងណាចាំអ៊ំធ្វើការជាមួយនឹងមេធាវីឡើងវិញណា សូមអរគុណលោកអ៊ំច្រើនណាស់ មិនអី ចា ទេ អរគុណលោកអ៊ំអរគុណ ខ្ញុំសង្ឃឹមថាអ៊ំនឹងយល់ដល់ពួកខ្ញុំទាំងពីរនាក់ ហើយក៏សូមអរគុណក្មួយទាំងពីរដែរដែលបានមកផ្ដល់យោបល់ណាណាបាទ ចាមិនអីទេលោកអ៊ំអរគុណហើយ តើលោកអ៊ំដឹងទេតាំងពីខ្ញុំបានរំលោះជាមួយគាត់បន្តិចម្ដងខ្ញុំក៏បាក់ចិត្តស្រឡាញ់គាត់រហូតដល់ខ្ញុំបាត់គាត់មិនបានខ្ញុំលែងចង់បានអ្វីពីគាត់ទាំងអស់ជាពិសេសគឺលុយកាក់ខ្ញុំសុំតែម្យ៉ាងកូនខ្ញុំសុំរស់នៅជាមួយគាត់គឺខ្ញុំអស់ចិត្តណាស់ទៅហើយ ថាម៉េចប៉ាឲ្យមេធាវីមកធ្វើអីប៉ាកូនកុំអាចចង់ដឹងពីកែនកូនទូរស័ព្ទហៅមេធាវីប្រចាំគ្រួសារយើងមកថាប៉ាចង់ជួបបាទប៉ាតែកូនសុំទោសប៉ាចុះតើកូនអាចដឹងខ្លះខ្លាំងអំពីរឿងប៉ាហៅមេធាវីមកពិភាក្សានោះបានទេប៉ាបានគឺប៉ាចង់ឲ្យមេធាវីមកកែសម្រួលបណ្ដាំគេមរតកខ្លះកែសម្រួលឲ្យប៉ាហើយមានរឿងអីទៅប៉ាវាគ្មានរឿងអីទេកូនកុំតន់អាចចង់ដឹងអីណាកូនគង់តែបានដឹងទេ
គ្រប់យ៉ាងតាមចិត្តពុំងាយអូនមិនទៀមទីទៅចុងជីវ៉ាអូនសូមជូនពរ ថ្លៃស្នេហ៍ពេញមកទូខំបំណងអូននៅតែផ្សងសំជុំគ្រប់ជាតិជាគូដែលមិនប្រត់ឃ្លាតជាគូគ្រប់ជាតិកុំឃ្លានកុំឃ្លាស្នេហ៍បងជាម្ចាស់បេងដូងស្រីស្នេហ៍យើងប្រែគ្មាននិស័យអូនស្លុតស្មារតីអូនស៊ូក្រំគ្រីសងចិនលៀងបងគ្រប់យ៉ាងតាមចិត្តពុំងាយអូនមិនទៀមទីទៅចុងជីវ៉ាអូនសូមជូនពរ